បានជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាហើយយើងចូលនៅប្រធានបទថ្មីហើយក៏យើងបានបន្តនៅប្រធានបទថ្មីមួយទៀតតែឆ្នាំថ្មីគឺយើងនិយាយពីតកតនឹងការឆ្លាញ់ដូចគ្នាដែរតែយើងធ្វើអ្វីដែលយើងឆ្លាញ់ចេញពីបេះដូងចេញពីចិត្តផងយើងឬក៏យើងធ្វើមួយដែលយើងអាចថាយើងចេះដែលយើងធ្វើវាហើយធ្វើទៀតដែលយើងសប្បាយជាមួយការងារផងយើងចឹងទៅប្រធានបទនេះក៏យើងអាចថាយើងធ្វើតាមបេះដូងដែលយើងស្រឡាញ់អីព្រោះមួយដែលយើងធ្វើដែលពេញចិត្តយើងនឹងរីករាយជាមួយវាផងដែរហើយចឹងទៅយើងគិតថាបងប្អូនមិនថាខ្ញុំមិនថាគេពេលដែលយើងស្រឡាញ់អីមួយយើងចង់បានរបស់អីមួយគឺយើងចង់បានរបស់ហ្នឹងហើយមិនថាឧទាហរណ៍យើងទិញដូចថាយើងចង់ទិញបាល់ឬក៏អាវកីឡាដែលយើងស្រឡាញ់គឺយើងព្យាយាមធ្វើវាព្យាយាមរកលុយព្យាយាមរកកាក់ដើម្បីទៅទិញរបស់មួយហ្នឹងដោយសុចរិតផងយើងដោយយើងព្យាយាមវាពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែពីមួយឆ្នាំទៅមួយឆ្នាំអញ្ចឹងណាដែលយើងចង់បានរបស់អីមួយដែលយើងចង់បានឧទាហរណ៍យើងចង់ទិញអាយកីឡាយើងធ្វើការគេដើម្បីបានប្រាក់កម្រៃមកបានតែមកបើប្រាក់ខែមកយើងចង់ទិញអាយកីឡាទិញបាល់ឬក៏ទិញអីផ្សេងៗដែលយើងចង់ធ្វើហើយតើតើនឹងមួយវិញទៀតតើនឹងគ្រួសារវិញបើសិនជាយើងមានឪពុកម្ដាយមានបងប្អូនសាច់ញាតិអីចឹងទៅយើងធ្វើអ្វីដែលដើម្បីពួកគាត់ដើម្បីថាមួយឆ្នាំដែលយើងមានហ្នឹងគឺយើងអាចថាធ្វើឲ្យគាត់សប្បាយរីករាយឬក៏យើងចង់អីដែលគាត់ចង់បានយើងទិញអ្វីដែលគាត់ចង់បានទៅអាហ្នឹងជាការដែលបំពេញជាកាតព្វកិច្ចក្នុងនាមជាកូនជាបងប្អូនជាសាច់ញាតិអីចឹងទៅយើងធ្វើអ្វីដែលគាត់ចង់បានហើយយើងកុំឲ្យវាកន្លងផុតទៅនៅពេលដែលយើងគាត់ថាយើងធ្វើអីភ្លាមពេលហ្នឹងបានយើងធ្វើហើយយើងក៏មានលុយមានកាក់ក្នុងការដែលសំទុកដែរជាមិនមែនចេះតែធ្វើទៅតាមអំពើចិត្តធ្វើទៅតាមអ្វីដែលយើងអត់បានគិតទុកមុនឬក៏យើងចេះចាយវាផ្ដេសផ្ដាស់អីចឹងទៅធ្វើឲ្យខាត់លុយខាត់បង់ពេលវេលាទៀតអញ្ចឹងទៅខ្ញុំគាត់ថាបងប្អូនហើយក៏ខ្ញុំហ្នឹងគឺយើងចង់បាននេះមួយយើងធ្វើតាមអ្វីដែលយើងស្រឡាញ់យើងធ្វើទៅតាមចំណេះជំនាញផងយើងអញ្ចឹងទៅយើងនៅតែរីករាយជាមួយនឹងការងារដែលយើងធ្វើហ្នឹងហើយសូម្បីតែយើងស្រឡាញ់តទៅនឹងគូសង្សារឬក៏តទៅនឹងប្តីប្រពន្ធក៏ដោយគឺយើងព្យាយាមស្រឡាញ់ take care គាត់ទៅតាមអ្វីដែលគាត់ចង់បានហើយពីមួយថ្ងៃទៅមួយថ្ងៃពីមួយខែទៅមួយខែឬក៏មួយឆ្នាំអញ្ចឹងទៅយើងមានភាពរីករាយឬក៏ផ្លាស់ប្ដូរในជីវិតយើងអាចទៅនាំគាត់ដើរកម្សាន្តទៅកន្លែងទីដែលយើងអាចថាគាត់រីករាយនៅជីវិតផងគាត់ដែលមានឬពុកម្ដាយយើងបានរស់មួយគាត់ហ្នឹងគឺគាត់មានតន់មានជីវិតហ្នឹងគឺយើងព្យាយាមធ្វើអ្វីដែលតាមអ្វីដែលគាត់ចង់បានហើយក៏គាត់ចង់ញ៉ាំអីយើងទិញទៅឬក៏យើងផ្ដល់លុយកាក់គាត់ចង់ហួយគាត់ទិញទៅតាមលទ្ធភាពអ្វីដែលគាត់ចង់ញ៉ាំអីចឹងទៅហើយឬក៏គាត់ថាទៅនឹងគូសង្សារប្រិយប្រពន្ធនេះគឺយើងធ្វើទៅតាមអ្វីដែលគាត់អាចថាស្លាញ់គាត់ដោយព្យាយាមលះបង់អ្វីដែលគាត់អាចថាយើងធ្វើតាមលទ្ធភាពផងយើងដែរនិយាយថាយើងមានលុយអីចឹងទៅគាត់ជូនគាត់ទៅញ៉ាំអីឬរបស់អីគាត់ចង់បានអញ្ចឹងទៅគឺការដែលគាត់តាមបំពេញកាតព្វកិច្ចជាគូសង្សារឬក៏ប្តីប្រពន្ធអីចឹងទៅអានោះជាមួយដែលសប្បាយយើងយកមានពេលវេលាដើម្បីផ្ដល់ឲ្យគ្នាដែរហើយយើងបកតទៅនឹងមួយវិធីតទៅនឹងការងារឬក៏ចំណេះជំនាញដែលយើងធ្វើហ្នឹងគឺមិនន័យថាយើងធ្វើទៅតាមអ្វីដែលយើងចេះធ្វើទៅតាមបេះដូងដែលយើងស្រឡាញ់ធ្វើទៅតាមចំណេះជំនាញដែលយើងមានផងដែរហើយក៏វាជាមុនដែលសំខាន់ដែលយើងធ្វើយើងមានភាពរីករាយនៅក្នុងនឹងការងារទោះវាមានភាពល្វីងជូរចត់មានការដែលនឿយហត់ក៏ដោយដើម្បីយើងលះបង់ការងារដែលយើងស្រឡាញ់យើងធ្វើហ្នឹងយើងចំណាយពេលជាមួយវាលះបង់ជាមួយវាហ្នឹងហើយក៏យើងព្យាយាមអភិវឌ្ឍខ្លួនយើងឲ្យវាកាន់តែល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃដែរទោះថាយើងមានពេលវេលាដូចថាបងប្អូនមានពេលវេលាផងបងប្អូនខ្ញុំមានពេលវេលាផងបងផងខ្ញុំចឹងទៅខ្ញុំថាយើងព្យាយាមធ្វើវាអភិវឌ្ឍវាទៅតាមចំណេះជំនាញយើងមានហើយយើងក៏ព្យាយាមកុំឲ្យវាខាត់បងពេលវេលាយើងដើរធ្វើអីជើងមើលអត់ប្រយោជន៍ធ្វើអត់បានការអីចឹងទៅធ្វើឲ្យយើងខាត់បងពេលវេលាជាមួយដែលអត់ប្រយោជន៍ឬក៏យើងចំណាយលុយកាក់ដែលទៅដើរជាមួយនឹងមនុស្សខុសយើងនឹងខាត់បងលុយកាក់ឬក៏យើងដើរជាមួយមនុស្សដែលអត់បានប្រយោជន៍ឬក៏អត់មានថាគិតពីប្រយោជន៍គឺខាត់បងពេលវេលាយើងបោះបង់លុយកាក់ហ្នឹងវាខាត់បងទាំងលុយកាក់ហ្នឹងដើម្បីថាយើងចង់ធ្វើមួយប៉ុន្តែយើងដើរទៅតាមគេរហូតទៅតាមគេអញ្ចឹងគេចេះនាំទៅធ្វើនេះធ្វើនោះយើងខាត់បងលុយកាក់ឯងយើងខាត់បងពេលវេលាយើងទៀតយូរយើងគាត់ថាវាអត់មានតម្លៃទេអញ្ចឹងដូចជាតងនឹងការងារក៏ដោយដូចថាយើងចេះអីយើងធ្វើអីទៅតាមអ្វីដែលយើងស្រឡាញ់ហើយយើងអត់ចេះនៅហត់ជាមួយការងារយើងមានអារម្មណ៍ថាយើងសប្បាយចិត្តយើងចង់ធ្វើជាមួយវាយើងមានភាពរីករាយជាមួយវាហើយយើងក៏អាចថាយើងអាចជួយគេផងយើងក៏
ជួយការងារដែលយើងស្រឡាញ់ហ្នឹងវានៅបន្តនៅការងារដែលយើងធ្វើហ្នឹងវាជាមួយអាជីពដែលយើងស្រឡាញ់ហើយស្រឡាញ់ទៀតយើងធ្វើវាជារាល់ថ្ងៃដែរហើយអញ្ចឹងទៅខ្ញុំគិតថាវាជាមួយដែលបងប្អូនគួរតែមើលពីចំណុចទាំងអស់ហ្នឹងហើយក៏មិនថាដូចខ្ញុំនិយាយពីមុនថាតើតើនឹងគ្រួសារប្តីប្រពន្ធឬក៏តើតើនឹងពុកម្ដាយរបស់យើងឬក៏តើតើនឹងជំនាញដែលយើងស្រឡាញ់យើងធ្វើហ្នឹងយើងព្យាយាមលះបង់ជាមួយវាហើយស្រឡាញ់វាហើយយើងព្យាយាមធ្វើឲ្យធ្វើទៀតទៅតាមអ្វីដែលយើងចេះដែលយើងមានហើយយើងក៏ព្យាយាមប្រើពេលវេលាយើងឲ្យវាមានប្រយោជន៍ដែរជួនកាលអ្នកខ្លះទៅធ្វើឬក៏យើងដើរទៅតាមគេវាមួយដែលអត់ប្រយោជន៍ហើយវាខាត់បង់ពេលវេលាយូរយើងអត់មានឃើញថាមានអីជារបស់ខ្លួនឯងអត់មានអីសល់អីទេហើយបើមិនជាការងារវិញមើលលទ្ធផលវិញគឺសូន្យបណ្ដោយភាសាយើងធ្វើទៅតាមគេទៅពេលដែលយើងធ្វើតាមគេគឺយើងបានលុយប្រាក់ខែពិតមែនតែវាជាមួយដែលលុយហ្នឹងគឺជាលុយមួយដែលយើងគិតថាការងារយើងលះបង់ពេលវេលាតែវាអត់មានគុណតម្លៃហើយវាអត់មានជាគិតថាការងារដែលយើងបានបញ្ចេញរួមគំនិតធ្វើអស់ពីលទ្ធភាពយើងស្រឡាញ់ធ្វើអស់ពីសមត្ថភាពរបស់យើងហើយក៏យើងធ្វើហ្នឹងដើម្បីជាមួយដែលជាកាតព្វកិច្ចដែលគេត្រូវបញ្ជាធ្វើអញ្ចឹងប៉ុន្តែលទ្ធផលវានៅតែប៉ុណ្ណឹងវាអត់មានអីដែលមានការដែលវិវត្តទៅមុខសម្រាប់ខ្លួនយើងបានធ្វើប៉ុណ្ណានៅតែប៉ុណ្ណឹងអញ្ចឹងទៅវាអត់មានអីតែវារីកចម្រើនយើងហើយក៏យើងគាត់ថាយើងមុនទទួលលុយគេក៏យើងផឹងប្រែងអស់លទ្ធភាពរបស់យើងធ្វើយើងរីករាយយើងសប្បាយចិត្តជាមួយវាដែរផងដែរអញ្ចឹងទៅខ្ញុំគាត់ថាដល់ពេលខ្ញុំមើលឃើញពីចំណុចខ្វះខាតនៅការងារដែលយើងមើលឃើញសប្តាហ៍ថ្ងៃយើងធ្វើឬក៏យើងមើលឃើញពីចំណុចខ្វះខាតនៅការណែក្រុមហ៊ុនមួយអត់មើលឃើញពីតម្លៃឬក៏អត់ឃើញពីទៅនឹងបុគ្គលិកដែលអាចថាស្រឡាញ់ក្រុមហ៊ុនស្រឡាញ់ការងារដូចគ្នាតែមិនសូវផ្ដល់តម្លៃមិនសូវផ្ដល់សមត្ថភាពឲ្យធ្វើយើងគិតថាជាមួយដែលយើងស្ដាយនៅអ្វីដែលយើងធ្វើការចំណាយពេលវេលាលក់កម្លាំងលក់ពេលវេលាគេតែលទ្ធផលក៏យើងអត់ចង់បានអត់វាមិនសូវបានល្អវាអត់សូវបានអ្វីដែលជាវាមានគុណភាពឬក៏អីមួយដែលយើងធ្លាប់ធ្វើពីការងារពីមុនដែលធ្វើការគុណភាពទៅការពេលវេលាឲ្យបានច្រើនផងដែរចឹងទៅខ្ញុំគិតថាជាមួយដែលខ្ញុំតែងតែគិតហើយខ្ញុំតែងតែធ្វើមិនថាការងារដែលខ្ញុំធ្វើធ្លាប់ធ្វើពីមុនឬក៏ខ្ញុំបានធ្វើការជាមួយនឹងបងរៀមច្បងឬក៏អ្នកដែលធ្វើការពីមុនគឺខ្ញុំព្យាយាមបិទព្រៀងទៅលើគុណភាពទៅលើតម្លៃទាំងអស់ប៉ុន្តែបើសិនជាមើលការងារជាក់ស្ដែងគឺយើងនៅខ្វះខាតនៅច្រើនដែលយើងទៅយើងនិយាយហើយយើងប្រាប់ហើយប៉ុន្តែទៅនឹងកន្លែងគឺយើងគិតថានៅពេលដែលយើងមើលឃើញពីចំណុចខ្វះខាតដល់គេជឿយើងគេនឹងឲ្យតម្លៃយើងហើយគេនឹងផ្ដល់អត្ថប្រយោជន៍ឲ្យយើងទៅប៉ុន្តែបើសិនអត់មានតម្លៃទេអានឹងយើងគិតខ្លួនយើងថាយើងនៅបន្តឬយើងនៅធ្វើអានឹងខ្ញុំតែងតែគិតដែរចឹងតែខ្ញុំព្យាយាមចង់អ្វីដែលខ្ញុំធ្វើអ្វីដែលខ្ញុំស្រឡាញ់គឺខ្ញុំធ្វើទៅតាមអ្វីដែលខ្ញុំចង់ចេះចង់ធ្វើជាមួយវាចេះបើថាយើងចេះអីធ្វើនឹងជាមួយដែលសំខាន់ដែលយើងសប្បាយចិត្តនឹងរីករាយជាមួយការងាររបស់យើងហើយក៏យើងគិតថាទោះការងារពីមុនវាមានល្វិញជូរចត់ឬក៏ជួបអ្នកដែលបានធ្វើតែប្រើឬក៏អ្នកដែលបានធ្វើតែគិតថាយើងជាមួយដែលជាមួយដែលយើងដើម្បីជាផលប្រយោជន៍ពួកគាត់ក៏ចេះប្រើទៅពេលដែលយើងមើលពីតម្លៃវិញគឺអត់សូវមានទេចឹងតែអ្វីដែលខ្ញុំធ្វើតាំងពីដើមរហូតមកគឺខ្ញុំធ្វើដោយការដែលស្រឡាញ់ហើយខ្ញុំក៏ជួយគេជួយដោយពីទឹកចិត្តរបស់ខ្ញុំហើយខ្ញុំក៏គិតថាលើនោះគ្មានអ្វីដែលយើងធ្វើពីការដែលយើងស្រឡាញ់យើងធ្វើពីចំណេះជាយើងឯងយើងមិនមែនជាការមួយដែលអ្នកមើលទៅអ្នកខ្លះមើលទៅការងារលក្ខណៈដូចជាចេះតែធ្វើឲ្យបានឬក៏ការងារមួយនេះធ្វើទៅបើអង្គបងនេះបានធ្វើតែចង្កាធ្វើដូចការដូចធ្វើដូចសម្ដែងឬក៏ការងារណាខ្លះធ្វើអត់មានអីមួយដែលវាល្អឬក៏អ្វីពួកគាត់ចង់បានឬក៏អីមួយតែតាមចិត្តទៅតាមមាត់ដែលគេនិយាយណាការងារខ្លះគឺមនុស្សខ្លះគឺមើលងាយពីរូបរាងខាងក្រៅឬក៏សមត្ថភាពមនុស្សអញ្ចឹងទៅយើងគិតថាសម្បីខ្ញុំធ្វើការពីការងារមុនតិចតួចរហូតដល់ធំគឺខ្ញុំតែងតែផ្ដល់តម្លៃពីឋានៈតូចមិនថាការងារអ្នកធ្វើជូតសម្អាតអ្នកបោសសម្រាមឬក៏អ្នកអីធ្វើអីផ្សេងៗគឺយើងឲ្យតម្លៃពួកគាត់ជាមនុស្សដូចគ្នាមានសិទ្ធិស្មើគ្នាហើយក៏គាត់ជាមនុស្សដែលមានតម្លៃសម្រាប់ដែលយើងចូលបម្រើការកន្លែងណាមួយគឺយើងគោរពដូចគ្នាដែរព្រោះថាតម្លៃមនុស្សពីឋានៈទូចរហូតដល់ឋានៈធំមិនមែនធម្មតាគ្រប់ទៅដល់ប៉ុណ្្នឹងទេគឺយើងមានថាគឺការដែលប្រើពាក្យសម្ដីក្នុងការដែលយើងធ្វើការជារឿងមួយដែលវាជារឿងមួយដែលសំខាន់យើងគោរពគេដូចគ្នាដែរ
មិនថាយើងគោរពអ្នកដែលគាត់មានឋានៈពីឋានៈទូឬក៏ឋានៈដែលធំអីចឹងទៅឬក៏ឋានៈជាតកែឬក៏ CEO គឺយើងនៅតែគោរពដូចគ្នាយើងមិនមែនថាវាតលុះត្រាឋានៈធំមិនយើងគោរពឋានៈទូចគឺយើងអត់គោរពទេហើយមួយដែលគឺជាមួយដែលផ្នត់កំណត់ដែរមនុស្សដែលគិតទៅវាខុសឆ្គងចឹងតែខ្ញុំនិយាយថាជាជំរឿនមួយដែលខ្ញុំអាចមើលឃើញពីចំណុចឬក៏បុគ្គលិកមួយដែលអាចមើលពីសមត្ថភាពមិនឲ្យតម្លៃទៅលើបុគ្គលិកមួយទៀតឬក៏មើលពីតម្លៃមនុស្សអត់វាអត់ឲ្យតម្លៃស្មើគ្នាចឹងហើយធ្វើឲ្យមនុស្សហ្នឹងគឺធ្លាក់តម្លៃខ្លួនឯងផងដែរចឹងទៅយើងគិតថាមនុស្សទាំងអស់គឺមានសិទ្ធិសេរីភាពស្មើគ្នាមានតម្លៃស្មើគ្នាហើយក៏ជាមួយដែលសំខាន់បំផុតគឺមនុស្សចេះគោរពគ្នាហើយក៏យើងគិតថាមនុស្សទាំងអស់នៅលើโลกនេះគឺអាចនិយាយបានថាការងារណាក៏វាមានតម្លៃដូចគ្នាផងដែរមិនមែនថាយើងមានចំណេះដឹងខ្ពស់ជាងគេយើងអាចមើលងាយគេយើងអាចថាស្ដីយើងជេរបចោលគេជឿសិទ្ធិផងយើងប៉ុន្តែបើសិនជាការដែលមើលក្រុមហ៊ុនមើលវិញឃើញវិញគឺអត្តចរិតមនុស្សគឺលក្ខណៈមួយដែលអាចថាអន់ឬក៏លក្ខណៈមួយមិនចេះគ្រប់អ្នកតីឬក៏មាក់ងាយអ្នកតីជាអត្តចរិតដើមផងគាត់ជាការថាអ្នកខ្លះអត្តចរិតនៅផ្ទះជាអត្តចរិតដើមកណ្ដាលប៉ុនគាត់គឺចូលចិត្តធ្វើអញ្ចឹងយើងមើលឃើញពីអត្តចរិតទាំងអស់ហ្នឹងគឺវាអត់មានជារឿងមួយប្រយោជន៍ដើម្បីជួយទៅកាន់មនុស្សជាតិទេហើយក៏យើងអត់ជួយទៅដល់ពិភពលោកដែលធ្វើឲ្យមានសិទ្ធិស្មើគ្នាគ្រប់គ្នាជាឲ្យតម្លៃគ្នាផងដែរធ្វើឲ្យវាបាត់បង់តម្លៃជាមនុស្សអញ្ចឹងទៅខ្ញុំគិតថាអត្តចរិតគឺយើងមិនអាចកែប្រែអ្នកណាបានទេប៉ុន្តែសំខាន់គឺយើងគិតថាមនុស្សលោកនេះគឺមានសិទ្ធិស្មើគ្នាក្នុងការដែលមានសិទ្ធិនិយាយស្ដីក្នុងការចេញមតិយោបល់ឬក៏អាចថាយើងអាចនឹងជួយកែប្រែពីបុគ្គលអាក្រក់ទៅធ្វើរឿងល្អឲ្យបានច្រើនជាជាងដែរព្យាយាមធ្វើរឿងអាក្រក់ទៅល្អអាក្រក់ហ្នឹងគាត់នៅបន្តនៅរឿងអាក្រក់ហ្នឹងជាមួយដែលអត់ប្រយោជន៍ហើយក៏ក្រុមហ៊ុនស្ថាប័នឬក៏មនុស្សដែលកើតមកនៅលើโลกនេះគឺអត់ចង់បានអត្តចរិតមួយដែលចូលចិត្តមើងងាយគ្នាជន់ពលិគ្នាសើចចំអកនៅរឿងដែលអត់បានប្រយោជន៍អត់ឲ្យតម្លៃគ្នាជឿឲ្យបាត់បង់តម្លៃមនុស្សដូចគ្នាហើយតើបើសិនជាចំនួនយើងមិនព្រមព្យាយាមប្រឹងតម្លៃមនុស្សហ្នឹងទេតើចំនួនក្រោយទៀតអាងមានចំណេះមានចំណេះដឹងខ្ពង់ខ្ពស់មានឋានៈទូនទីមានលុយកាក់ព្យាយាមជន់គេមើងងាយគេប្រើសិទ្ធហ្នឹងដើម្បីជន់ឈ្លីទៅលើអ្នកក្រអ្នកអត់អីចឹងទៅអ្នកខ្លះមានចំណេះដឹងគ្រួសារល្មមគេជន់គ្នាចឹងទៅឬក៏ទ្រលាប់អាផាការដែលនិយាយស្ដីអត់ល្អហ្នឹងវាជារឿងមួយដែរបន្តអាការនិយាយស្ដីអត់ល្អហ្នឹងធ្វើឲ្យបាត់បង់តម្លៃមនុស្សពីមួយទៅមួយផងដែរអញ្ចឹងវាកុំឲ្យថាពេលខ្លះយើងមើលឃើញពីចំណុចខុសយើងមិនហ៊ាននិយាយហ្នឹងជារឿងមួយដែរទ្រលាប់ក្មេងដែលធ្វើរឿងអត់ល្អអញ្ចឹងយើងគិតថាព្យាយាមនិយាយកែប្រែបានប៉ុណ្ណាជារឿងផងគាត់បើសិនជាគាត់ជាមនុស្សដូចគ្នាគាត់នឹងព្យាយាមកែប្រែហើយព្យាយាមស្គាល់ពីតម្លៃមនុស្សចឹងទៅខ្ញុំគិតថាជឿមួយដែលខ្ញុំបានចែកម្លែកតទៅនឹងការដែលយើងធ្វើការដែលយើងធ្វើឲ្យយើងសប្បាយចិត្តរីករាយនឹងការងារផងយើងហើយយើងក៏មានភាពរីករាយនៅពេលថាយើងស្រឡាញ់ក្រុមហ៊ុនស្រឡាញ់ការងារដូចគ្នាដែរបានយើងទៅធ្វើការហើយយើងលក់កន្លងលក់ពេលវេលាគេទៀតមកបានលុយគេហ្នឹងគឺយើងចំណាយពេលវេលាហើយយើងគិតថាការដែលរួមសហការហ្នឹងគឺយើងគិតថាមានធីមដែលសំខាន់ចេះគោរពគ្នាឲ្យតម្លៃគ្នាហើយផ្ដល់សិទ្ធិសេរីភាពឬក៏ផ្ដល់ហ៊ានឲ្យបុគ្គលិកឬក៏អ្នកដែលថ្នាក់ទាំងអស់ហ្នឹងគឺបញ្ចេញមតិយោបល់ទាំងអស់គ្នាដើម្បីឲ្យក្រុមហ៊ុនកាន់តែរីកចម្រើនហើយក៏មានធនធានល្អបុគ្គលិកល្អដែលចូលទៅបម្រើការក្រុមហ៊ុនមួយវាមានតម្លៃហើយក៏ធ្វើឲ្យក្រុមហ៊ុនហ្នឹងក៏កាន់តែមានការវិវត្តកាន់តែល្អប្រសើរផងដែរអញ្ចឹងទៅខ្ញុំគិតថាខ្ញុំក៏ចង់បានអ្វីដែលឃើញល្អបែបហ្នឹងហើយចង់ឲ្យក្រុមហ៊ុនរីកចម្រើនដែរខ្ញុំក៏នឹកឃើញគុណដែលក្រុមហ៊ុនធ្លាប់ជួយគុណអ្នកដែលធ្លាប់ជួយឬក៏អ្នកដែលបានណែនាំអ្នកបានផ្ដល់ឱកាសចូលទៅក្រុមហ៊ុនមួយគឺខ្ញុំតែងតែគោរពនឹងឲ្យថ្លៃគាត់ដូចគ្នាទោះមិនដឹងថាពេលនេះគឺពួកគាត់មួយគាត់ទៅដល់កន្លែងណាក៏ដោយខ្ញុំសង្ឃឹមថាពួកគាត់នឹងរីកចម្រើនពួកគាត់នឹងមានភាពរីករាយក្នុងជីវិតផងគាត់ព្រោះថាយើងអត់មានពេលវេលាបានជួបគ្នាច្រើនទេព្រោះយើងមកធ្វើការមួយគ្នាយើងធ្វើការដែលមានភាពរីករាយហើយក៏យើងចេះផ្ដល់តម្លៃចេះផ្ដល់ការគោរពហើយនឹងការចេះជួយសហការគ្នាដើម្បីក្រុមហ៊ុននឹងកាន់តែរីកចម្រើនផងដែរខ្ញុំតែងតែអរគុណដែលបុគ្គលដែលល្អកាន់មកជាមនុស្សចេះកែប្រែពីអាក្រក់ទៅល្អព្យាយាមមកកែអ្វីដែលគាត់ធ្វើពីមុនអាក្រក់កែមកល្អទាំងអស់គ្នាជាមុនដែលខ្ញុំសប្បាយចិត្តផងដែរហើយខ្ញុំក៏សង្ឃឹមថាមិនថាមនុស្សនៅក្នុងប្រទេសផងយើងឬក៏ប្រជាជនឬក៏អ្នករស់នៅក្រៅប្រទេសឬរស់នៅក្នុងជុំវិញពិភពលោកគឺ
ចង់ឲ្យមនុស្សហ្នឹងកើតមានមនុស្សល្អកាន់តែច្រើនដើម្បីឲ្យប្រទេសជាតិក៏កើតមានមនុស្សល្អធនធានល្អហើយក៏ប្រទេសក៏មានការដែលមានសន្តិភាពសេរីភាពឬក៏រីករាយនឹងការដែលរស់នៅក្នុងជីវិតដែលសាមញ្ញទាំងអស់គ្នាឬក៏អ្នកមានតែរស់តាមអ្នកមានអ្នកក្ររស់តាមអ្នកក្រមធ្យមរស់តាមមធ្យមអញ្ចឹងទៅយើងមានភាពរីករាយអត់មានការដែលគិតរឿងអាក្រក់រឿងបាបកម្មអីទេអញ្ចឹងមកខ្ញុំតែងតែនិយាយពីទីធានបទនេះហើយក៏យើងធ្វើទៅតាមអ្វីដែលយើងស្រឡាញ់ចិត្តតែជំនាញដែលយើងធ្វើទៅតាមលទ្ធភាពដែលយើងមានពេលថាយើងធ្វើទៅតាមបេះដូងដែលយើងអាចថាយើងស្រឡាញ់វាយើងធ្វើវាយើងចេះយើងធ្វើនឹងហើយយើងក៏ព្យាយាមអស់លទ្ធភាពដែលយើងស្រឡាញ់តន់តែយើងមានជីវិតរស់នៅលើផែនដីនេះមិនដឹងថាជីវិតយើងនឹងអាចរស់បានប៉ុណ្ណាដែរព្រោះថាជីវិតយើងមានពេលវេលាកំណត់ហើយយើងក៏មិនដឹងថាយើងរស់បាន100ឆ្នាំផងអញ្ចឹងខ្ញុំគិតថាបងប្អូនដែលបានស្ដាប់នេះក៏ជាមនុស្សអ្នកដែលល្អហើយតែងតែស្ដាប់ពីប្រធានបទខ្ញុំពីវគ្គទៅវគ្គរហូតមកដល់ឆ្នាំថ្មីនេះក៏ខ្ញុំបានចែកម្លែកនៅប្រធានបទថ្មីនេះគឺយើងធ្វើអ្វីដែលតាមយើងស្រឡាញ់ធ្វើទៅតាមបេះដូងដែលយើងស្រឡាញ់ជាជំនាញដែលយើងមានយើងធ្វើឲ្យយើងមានភាពរីករាយក្នុងការងារដែលយើងធ្វើយើងមានភាពរីករាយជាមួយនឹងក្រុមគ្រួសារយើងមានភាពរីករាយជាមួយនឹងគូស្នេហ៍ប្តីប្រពន្ធអីចឹងទៅយើងក៏មានភាពរីករាយក្នុងការដែលយើងមានជីវិតរស់នៅលើផែនដីទាំងអស់គ្នាដែរហើយខ្ញុំក៏តើតើនឹងប្រធានបទនេះខ្ញុំក៏អរគុណតើតើនឹងបងប្អូនដែលបានស្ដាប់យើងនឹងបន្តទៅប្រធានបទក្រោយៗទៀតផងដែរ